ទំលេព័ត៌មានសម្ងាត់ពីអ៊ីស្រាអែលបានបង្ហាញថាអ៊ីរ៉ង់បានរៀបចំផែនការថ្មីដើម្បីធ្វើឃាតលោកដូណាល់ត្រាំយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃទី9ខែកក្កដាឆ្នាំ2026ឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះអំពីផែនការថ្មីមួយនិងមានភាពជាក់លាក់របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតលោកប្រធានាធិបតីដូណាល់ត្រាំសេចក្តីរាយការណ៍នេះបានកើតឡើងខណៈដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកសារជាថ្មីនិងបន្ទាប់ពីលោកដូណាល់ត្រាំបានជិះលើយន្តហោះប្រភេទ Air Force One ចាស់ជំនួសឲ្យយន្តហោះថ្មីបានហោះចាក់ចេញពីប្រទេសទួរគីក្រោយលោកបានចូលរួមកិច្ចប្រជុំកំពូល NATO យោងតាមសារព័ត៌មាន CNN ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណបានឲ្យដឹងថាទីក្រុង Washington បាននឹងកំពុងតាមដានយ៉ាងជាប់លាប់លើព័ត៌មានសម្ងាត់អំពីផែនការរបស់អ៊ីរ៉ង់ចង់ធ្វើឃាតលើលោកដូណាល់ត្រាំប៉ុន្តែការប្រមាននៅពេលនេះរបស់អ៊ីស្រាអែលគឺជាផែនការថ្មីនិងមានភាពជាក់លាក់ជាងមុនទៅទៀតដោយឡែកបើយើងទៅតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ឲ្យដឹងថាបើផ្អែកលើប្រភពដែលខ្លួនទទួលបានក៏បានរាយការណ៍ពីផែនការថ្មីរបស់អ៊ីរ៉ង់ដើម្បីធ្វើឃាតលោកដូណាល់ត្រាំផងដែរទីក្រុងតេអ៊ីរ៉ង់បានសន្យាជាច្រើនឆ្នាំមកហើយថានឹងសងសឹកលោកដូណាល់ត្រាំចំពោះការបញ្ជាឲ្យយោធាសហរដ្ឋអាមេរិកសម្លាប់ទៅលើអតីតមេបញ្ជាការអ៊ីរ៉ង់របស់ខ្លួនគឺលោកកាសែមសូឡៃម៉ានីកាលពីខែមករាឆ្នាំ2020ពលគឺចាប់តាំងពីអាណត្តិទី1របស់លោកដូណាល់ត្រាំមកម្ល៉េះដោយឡែកក្នុងនោះបើយើងទៅតាមសារព័ត៌មាន AFP បានសាកសួរពីសេតវិមានអំពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយមន្ត្រីអាមេរិកម្នាក់បានរាយការណ៍ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថាឲ្យពួកគេទៅស្ដាប់ការលើកឡើងរបស់លោកដូណាល់ត្រាំកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2026កន្លងទៅថ្មីៗនេះអ៊ីរ៉ង់ចង់សម្លាប់មេដឹកនាំអាមេរិកមេដឹកនាំរូបនោះគឺជារូបខ្ញុំមានឈ្មោះនៅក្នុងបញ្ជីព្រឹកនេះខ្ញុំបានឃើញឈ្មោះរបស់ខ្ញុំក្នុងបញ្ជីគោលដៅរបស់ពួកគេនេះគឺជាការលើកឡើងរបស់លោកដូណាល់ត្រាំបានប្រាប់ដល់ក្រុមសារព័ត៌មាននៅលើយន្តហោះ Air Force One បន្ទាប់ពីលោកបានហោះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៅអង្គការ NATO គំនុំសងសឹករវាងអ៊ីរ៉ង់ជាមួយនឹងលោកដូណាល់ត្រាំកាន់តែមានការពុះកញ្ជ្រោលខ្លាំងឡើងបន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមីណីបានបាត់បង់ជីវិតក្រោមស្នាដៃរបស់អាមេរិកនិងអ៊ីស្រាអែលដែលបានរួមគ្នាបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាំងពីចុងខែកុម្ភៈឆ្នាំ2026នៅក្នុងពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់បានស្រែកប្រកាសសងសឹកជាមួយនឹងលោកដូណាល់ត្រាំយ៉ាងណាមិញមន្ត្រីស៊ើបការសម្ងាត់របស់អាមេរិកមួយចំនួននៅតែបង្ហាញក្តីមន្ទិលសង្ស័យដែលពួកគេយល់ឃើញថារបាយការណ៍សម្ងាត់របស់អ៊ីស្រាអែលពេលនេះអាចជាល្បិចទិញទឹកចិត្តឬក៏ជាការញុះញង់របស់នាយករដ្ឋមន្ត្រីលោកបេនចាមីន ណេតាន់យ៉ាហ៊ូដើម្បីរុញច្រានឲ្យលោកដូណាល់ត្រាំសម្រេចចិត្តបើកការវាយប្រហារយោធាខ្នាតធំក្នុងគោលបំណងចង់កំទេចអ៊ីរ៉ង់ឲ្យបានឆាប់រហ័សតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានឡើងជិះយន្តហោះ Air Force One ចាក់ចេញពីប្រទេសទួរគីហើយបានបញ្ជូនយន្តហោះថ្មីដែលជាអំណោយរបស់ប្រទេសកាតាទៅរងចាំរុកលោកជាមុននៅចក្រភពអង់គ្លេសជាទីដែលលោកបានបដូរឡើងជិះយន្តហោះថ្មីវិញបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Washington ការបដូរយន្តហោះបែបនេះបានបង្កឲ្យមានការសង្ស័យថាបណ្ដាលមកពីយន្តហោះថ្មីមិនទាន់មានប្រព័ន្ធសុវត្ថិភាពពេញលេញជាពិសេសក្នុងពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីទៅលើប្រទេសអ៊ីរ៉ង់ដែលមានព្រំដែនជាប់ប្រទេសទួរគីបើយើងទៅតាមកាសែត New York Times បានរាយការណ៍ដឹងថាការបដូរយន្តហោះរបស់លោកដូណាល់ត្រាំនេះត្រូវបានធ្វើឡើងតាមសំណើរបស់កងអង្គរៈប្រធានាធិបតីក្រុមហេតុផលការពារសន្តិសុខរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសូមបញ្ជាក់ផងដែរថាព័ត៌មានមួយនេះបានកើតឡើងស្របពេលដែលប្រទេសអ៊ីរ៉ង់កំពុងរៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមីណីដែលត្រូវបានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បានធ្វើឲ្យអតីតមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានបាត់បង់ជីវិតកំឡុងពេលផ្ទុះសង្គ្រាមលើកដំបូងប្រជាជនអ៊ីរ៉ង់រាប់លាននាក់បានចូលរួមកាន់ទុក្ខហើយទាមទារឲ្យមានការសងសឹកដោយពួកគេថែមទាំងស្រែកឡើងខ្លាំងៗថាសម្លាប់ត្រាំចោលទៅសម្លាប់ត្រាំចោលទៅសូមរំលឹកផងដែរថាអ៊ីរ៉ង់បានប៉ុនប៉ងនិងរៀបចំផែនការធ្វើឃាតលោកដូណាល់ត្រាំយ៉ាងហោចណាស់ចំនួន2លើកធំៗមកហើយកន្លងមកដោយលើកទី1គឺកើតឡើងនៅក្នុងខែកក្កដាឆ្នាំ2024ដែលមានបរិសុទ្ធជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះថាអាស៊ីបម៉ាឆានដែលមានទំនាក់ទំនងជាមួយនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកពីបទជួលខ្មាន់កាំភ្លើងដើម្បីធ្វើឃាតលោកដូណាល់ត្រាំដោយឡែកហេតុការណ៍ទី2គឺបានកើតឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ
2024ដោយក្រសួងយុតិធធអាមេរិកបានលាតត្រដាងនិងបានចោទប្រកាន់បណ្ដាញសម្ងាត់មួយផ្សេងទៀតដែលរដ្ឋាភិបាលអ៊ីរ៉ង់បញ្ជានិងរៀបចំផែនការធ្វើឃាតលើលោកដូណាល់ត្រាំមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកមកដល់យ៉ាងណាមិញការប៉ុនប៉ងធ្វើឃាតដោយការបាញ់ប្រហារនៅរដ្ឋ Pennsylvania នៅអំឡុងខែកក្កដាឆ្នាំ2024និងនៅទីលានវាយកូនហ្គោលនៅក្នុងខែកញ្ញាឆ្នាំ2024គឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ៗដែលមិនមានភស្តុតាងណាមួយបញ្ជាក់ថាពួកគេទាំងអស់នោះមានការជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ីរ៉ង់នោះឡើយ